ឆ្លើយឆ្លងចៅមហាប្រកាលវិញកងឲ្យខ្ញុំរមួលខ្លួនអស់ពេលជួបបិណ្ឌភ័ក្រគិតថាគេមកលេងខ្ញុំតាមពិតច្រឡំគឺគេចែកធៀបការសោះគេហៅស៊ីកាមកគេញញឹមឡើងស្រស់ខ្ញុំវិញមកសងកក្រងចង់ដៃគេសឹងរាល់ថ្ងៃម្ដងគេថ្ងៃនេះគឺគេទៀតហើយខ្ញុំមិនអន់ឡើយស្លៀកពាំងឡើងតន់សម័យដើរចូលរោងការដូចកណ្ដាំងអាធិបតីមិនមែនកាន់ខ្សែបូអីគឺចូលចងដៃគេទេពេលដល់វេនខ្ញុំសុំដាំង200ទុកមកហើយមិនរំលងមិនភាំងទាំងត្រង់ទាំងស្រែគេការញឹកខ្ញុំអើយទុំមិនជាប់ទេត្រូវតែសុំពងសុំម៉ែរៀបការនឹងគេដែរហើយខ្ញុំដើរទៅចង់ដៃការគេរាល់តែថ្ងៃតែម្ដងហើយហើយចំណៃខ្លួនឯងវិញកាន់តែចាស់ហើយអាយុក៏ប្រកាន់តែច្រើនដែរក៏មិនដឹងជាថ្ងៃណាដល់គូនឹងគេទេខ្ញុំហើយខ្ញុំនិយាយរឿងរៀបការគឺថាម្ដងគេក្លែងការហោហែក្បែរភូមិក្បែរផ្ទាំងតែម្ដងបង4ចិត្តភ្លឺភ្លេងហោមរោងឆ្លើយឆ្លងចៅមហាប្រកាលវិញកងឲ្យខ្ញុំរមួលខ្លួនអស់ពេលជួបបិណ្ឌភ័ក្រគិតថាគេមកលេងខ្ញុំតាមពិតច្រឡំគឺគេចែកធៀបការសោះគេហៅស៊ីកាមកគេញញឹមឡើងស្រស់ខ្ញុំវិញមកសងកក្រងចង់ដៃគេសឹងរាល់ថ្ងៃម្ដងគេថ្ងៃនេះគឺគេទៀតហើយខ្ញុំមិនអន់ឡើយស្លៀកពាំងឡើងតន់សម័យដើរចូលរោងការដូចកណ្ដាំងអាធិបតីមិនមែនកាន់ខ្សែបូអីគឺចូលចងដៃគេទេពេលដល់វេនខ្ញុំសុំតាំង200ទុកមកហើយមិនរំលងមិនភាំងទាំងត្រង់ទាំងស្រែគេការញឹកខ្ញុំអើយទុំមិនជាប់ទេត្រូវតែសុំពងសុំម៉ែរៀបការនឹងគេដែរ